សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី24ឈ្មោះហ្វេងសេនយោងតាមក្រសួងធនធានទឹកនិងអូតូនិយមដែលបានពិនិត្យអង្កេតនិងវិភាគលើស្ថានភាពធាតុអាកាសនិងអាកាសធាតុនៅក្នុងតំបន់និងព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី24ឈ្មោះហ្វេងសេនហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអាណ្ដាម៉ាន់សមុទ្រកម្ពុជាអាងទន្លេមេគង្គសមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជាហើយព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរកន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពលកម្រិត 20% ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី18ដល់ទី24ខែតុលាឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់កើនឡើងយ៉ាងខ្លាំងនិងមានខ្យល់បក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 30% តំបន់ខ្ពង់រាបរួមមានខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំងនិងមានខ្យល់បក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 50% តំបន់មាត់សមុទ្ររួមមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំងនិងមានខ្យល់បក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 60% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 2.50 ម៉ែត្រយោងលើការព្យាករណ៍ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកហើយក្រសួងធនធានទឹកនិងអូតូនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន